សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីស្វែងយល់ប្រវត្តិសាស្ត្រជាមួយនឹងប្រធានបទប្រវត្តិសាស្ត្រ Great Wall of China. ចិន Great Wall of China. ឬជញ្ជាំងធំនៃប្រទេសចិនគឺជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយដែលត្រូវបានសាងសង់ឡើងនៅក្នុងទឹកដីចិនហើយត្រូវបានគេស្គាល់ថាជាស្នាដៃវិស្វកម្មអស្ចារ្យមួយនៃមនុស្សជាតិជញ្ជាំងនេះមិនត្រឹមតែជាសំណង់ធំធេងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃវប្បធម៌ចិនរាប់ពាន់ឆ្នាំផងដែរថ្ងៃនេះយើងនឹងស្វែងយល់ពីប្រវត្តិគោលបំណងដំណើរការសាងសង់និងសារៈសំខាន់នោះ Great Wall of China. ដើម្បីយល់ដឹងឲ្យកាន់តែជ្រាលជ្រៅអំពីសម្បត្តិនេះប្រវត្តិសាស្ត្រនោះ Great Wall of China. ប្រវត្តិនោះ Great Wall of China. មានដើមកំណើតតាំងពីសតវត្សទី7មុនគ្រិស្តសករាជក្នុងរាជវង្ស Zhou. ដែលជាពេលដែលរដ្ឋខ្នាតតូចៗនៅចិនបានចាប់ផតើមកសាងសង់ជញ្ជាំងដើម្បីការពារទឹកដីពីសត្រូវទោះយ៉ាងណាជញ្ជាំងដ៏ធំធេងដែលយើងឃើញនាពេលបច្ចុប្បន្ននេះត្រូវបានសាងសង់ឡើងក្នុងរាជវង្ស Qin. មុនគ្រិស្តសករាជក្រោមការដឹកនាំរបស់រាជ Qin Shi Huang. ដែលជាអ្នកបង្កើតចក្រភពចិនដំបូងគេគាត់បានបញ្ជាឲ្យជួសជុលនិងផ្សារភ្ជាប់ជញ្ជាំងខ្លីៗដែលធ្វើឡើងដោយរដ្ឋផ្សេងៗគ្នាឲ្យក្លាយជាជញ្ជាំងតែមួយដ៏វែងឆ្ងាយបន្ទាប់មកក្នុងរាជវង្ស Han. មុនគ្រិស្តសករាជដល់220គ្រិស្តសករាជនិងមីងឆ្នាំ1368ទៅឆ្នាំ1644ជញ្ជាំងនេះត្រូវបានពង្រីកនិងបន្ថែមកម្លាំងដើម្បីការពារពីការវាយលុករបស់ជនជាតិណូម៉ាដូ Nomadic tribes. ដូចជាជនជាតិ Mongol. គោលបំណងនៃការសាងសង់ជញ្ជាំងនេះត្រូវបានសាងសង់ដើម្បីបំពេញគោលបំណងជាច្រើន 1. ការការពារទឹកដីការពារចក្រភពចិនពីការវាយលុករបស់សត្រូវពីភាគខាងជើង 2. ការគ្រប់គ្រងព្រំដែនការពារពីការជន់ល្មើសនិងជួយប្រមូលពន្ធ 3. ផ្លូវសហគមន៍ជញ្ជាំងបានបម្រើជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញនិងទាក់ទងគ្នា 4. រំលឹកអំពីអំណាចជញ្ជាំងនេះជាសញ្ញាអំពីអំណាចនិងសមត្ថភាពនៃចក្រភពចិនដំណើរការសាងសង់ការសាងសង់ Great Wall of China. គឺជាការងារដ៏លំបាកមួយដែលបានប្រើថ្មឥដ្ឋនិងដីឡូងក្នុងរាជវង្ស Qin. ពួកកម្មករបានប្រើដៃទទេនិងឧបករណ៍សាមញ្ញដើម្បីផ្ទុកថ្មរាប់តោនឡើងលើភ្នំក្នុងរាជវង្ស Ming. បច្ចេកទេសបានធ្វើឲ្យប្រសើរឡើងដោយប្រើឥដ្ឋដែលធ្វើឲ្យជញ្ជាំងមានភាពរឹងមាំជាងមុនការងារនេះត្រូវបានធ្វើឡើងដោយកម្មកររាប់ម៉ឺនអ្នករួមទាំងទាហាននិងទណ្ឌិតដែលជួបនឹងលំបាកខ្លាំងដូចជាអាកាសធាតុហឹរនិងភ្នំខ្ពស់ប្រវត្តិសាស្ត្រនិងសារៈសំខាន់ Great Wall of China. មានប្រវែងជាង 21,196 គីឡូម៉ែត្រនិងគ្របដណ្ដប់លើខេត្តជាច្រើននៅចិនវាត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកបស UNESCO. ក្នុងឆ្នាំ1987ដោយសារតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌របស់វាជញ្ជាំងនេះមិនត្រឹមតែជាកំណត់ត្រានៃសមត្ថភាពសាងសង់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជាសញ្ញានៃសន្តិភាពនិងការប្រយុទ្ធប្រឆាំងនឹងឧបសគ្គផងដែរផលវិបាកវប្បធម៌និងសេដ្ឋកិច្ចជញ្ជាំងនេះបានជួយឲ្យចិនមានសេដ្ឋកិច្ចរីកចម្រើនតាមរយៈការទាក់ទាញភ្ញៀវទេសចរជាង10លាននាក់ក្នុងមួយឆ្នាំដែលរកចំណូលបានជាង $2.5 លានសហរដ្ឋអាមេរិកវាក៏ជាផ្នែកមួយនៃវប្បធម៌ចិនដែលបានលើកកម្ពស់សិល្បៈនិងអត្តសញ្ញាណជាតិផងដែរស្ថានភាពបច្ចុប្បន្នថ្ងៃនោះ Great Wall of China. កំពុងប្រឈមនឹងការខូចខាតដោយសារធម្មជាតិនិងការបំផ្លាញពីមនុស្សរដ្ឋាភិបាលចិនបានចំណាយថវិកាប្រមាណ$500 លានអាមេរិកដើម្បីជួសជុលនិងការពារវាដើម្បីឲ្យបន្តជាសម្បត្តិសកលសេចក្តីសន្និដ្ឋាន Great Wall of China. គឺជាសំណង់ដ៏អស្ចារ្យដែលបញ្ជាក់ពីសមត្ថភាពនិងវប្បធម៌នៃប្រទេសចិនវាមិនត្រឹមតែជាផ្នែកនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជាកេរមរតកដែលផុសតលោកការអប់រំនិងការទាក់ទាញដល់ពិភពលោកសូមអរគុណនិងជួបគ្នាវិញជម្រាបលា